សម្ដេចតេជោហ៊ុនសែនរំលឹកគ្រាបំពេញការងារកាលពី40ឆ្នាំមុនខណៈដែលសម្ដេចកំពុងអមដំណើរព្រះមហាក្សត្រនៅក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លនៅខេត្តកំពង់ឆ្នាំងនៅលើបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់សម្ដេចនៅព្រឹកថ្ងៃទី15ខែឧសភាឆ្នាំ2025នេះអមជាមួយនឹងរូបថតពីរសន្លឹកដែលបង្ហាញពីរូបថតអតីតកាលពី40ឆ្នាំមុននិងរូបភាពពេលបច្ចុប្បន្នរបស់សម្ដេចតេជោហ៊ុនសែនជាមួយនឹងខ្លឹមសារនៅក្នុងសំណេរនោះដែលមានទាំងស្រុងថាមកដល់ខេត្តកំពង់ឆ្នាំងនឹកដល់កាលពី40ឆ្នាំមុនដែលខ្ញុំមកបំពេញការងាររយៈពេល2ថ្ងៃនិង1យប់នាខែធ្នូឆ្នាំ1985សម្ដេចតេជោបានបន្ថែមថានៅក្នុងឋានៈជានាយករដ្ឋមន្ត្រីនៅពេលនោះបានមកពិនិត្យការនេសាទពិនិត្យការទិញស្រូវនិងលក់ទំនិញជូនប្រជាជនព្រមទាំងសម្រេចផលិតចានត្រង់ជ័រកៅស៊ូចំនួន2លានចានដោយសិប្បកម្មផលិតឥដ្ឋក្បឿងដែលមានទីតាំងនៅស្រុកកំពង់លែងសម្ដេចបានបញ្ជាក់ថា40ឆ្នាំក្រោយខេត្តកំពង់ឆ្នាំងបានប្រែក្លាយជាខេត្តអភិវឌ្ឍន៍មួយចំណែកខ្លួនសម្ដេចក៏មានវ័យចំណាស់ពីអាយុ32ឆ្នាំមក72ឆ្នាំដែរមុននឹងបញ្ចប់សំណេររបស់សម្ដេចបានបញ្ជាក់ថារូបថតដែលភ្ជាប់មកជាមួយនេះគឺជាអតីតអភិបាលខេត្តលោកដោកណារិនដែលបានអមដំណើរសម្ដេចក្នុងគ្រាកាលពី40ឆ្នាំមុន